បាទនេះគឺជាថ្ងៃទី1 ខែ 2 ឆ្នាំ2025បាទនេះជាសកម្មភាពដាំទុរេនបាទដាំទុរេននេះគឺជាពូជម៉ាន់ថងហើយនេះជាការដាក់ជីបាទដាក់ជីpotting soil របស់ក្រុមហ៊ុន EHM របស់លោកគ្រូបាទលោកគ្រូសុនកាំងបាទអញ្ចឹងយើងដាក់ potting soil ហើយចាប់ផ្ដើមលើមើលដីបាទលើដើមទៅក្នុងដីតែល្មមដាំនៅបាទបន្ទាប់មកយើងសាកមើលវាសាកហើយយើងយកកន្ត្រៃមកបាទយកកន្ត្រៃកាត់គូតថងបាទអញ្ចឹងបាទយើងចាប់ផ្ដើមរកដៃដែលយើងត្រូវកាត់គឺឲ្យត្រូវជាមួយតំណងដៃរបស់យើងបាទអញ្ចឹងយើងចាប់ផ្ដើមកាត់បាទគាត់ថ្មីថ្មងបាទអញ្ចឹងយើងចាប់ផ្ដើមកាត់គូតថងចេញបាទគាត់យើងថ្នមមកខ្លាចទរេនគាត់អន់បាទគាត់យើងថ្នមតាមពិតមិនបាច់ថ្នមទេបាទកាត់ឲ្យស្អាតចឹងមកហើយបើមានឫសកែវដែលវាខ្វែងខ្វងយើងកាត់ចេញបាទកាត់រួចហើយយើងចាប់ផ្ដើមហើយបាទកាត់យូរដែរបាទកាត់យូរដែរបាទកាត់យូរបាទកំពុងតែកាត់បាទកំពុងកាត់ហើយបន្តមកយើងចាប់ផ្ដើមកាត់បណ្ដោយវាកុំឲ្យដាច់បាទទុកតែបន្លោះបន្តិចបានហើយបាទទុកបន្លោះបន្តិចបាទទុកបន្លោះបន្តិចហើយយើងចាប់ផ្ដើមទម្លាក់វាចូលនៅក្នុងរណ្ដៅបាទចូលក្នុងរណ្ដៅហើយចាប់ផ្ដើមមើលទិសរបស់វាបាទមើលកន្លែងណាដែលអត់ទាន់មានមេឃទេយើងដាក់បាំងទៅថ្ងៃទៅទិសខាងកើតទៅបាទហើយយើងកាយដីកប់បាទកប់វាដើមកប់វាមកបាទកប់វាហើយបាទចាប់ដើមកុំពេញយើងចាប់ដើមដកមករួយជី potting soil ទៅបាន5គីឡូទៅបាទក្នុងរង្វង់ផ្ទៃដី1ម៉ែត្រការ៉េបាទ1ម៉ែត្រការ៉េបាទហើយយើងដកចាប់ដើមដកថង់ចេញបាទដកថង់ខ្មៅចេញហើយលើកវាចេញមកបាទយើងចាប់ផ្ដើមហាប់ដីបាទបង្ហាប់ដីទៅហាប់ដីបាទបង្ហាប់ដីហើយបាទយើងចាប់ផ្ដើមជន់វាជុំវិញបាទជន់កុំឲ្យចំគល់បាទគាត់រៀងថ្មីថ្មងបាទប៉ុន្តែតរៀនខ្ញុំដាំមិនសូវដុះទេតែបើគាត់ដាំអាចដុះហើយមានមួយនេះមើលដីខ្ញុំទូចខ្ញុំដាក់តែ20ដើមទេបាទតែនឹងមុននឹងដាក់ហ្នឹងគឺយើងបានរៀបប្រព័ន្ធទឹកប្រព័ន្ធអីហើយបន្ទាប់ពីរៀបប្រព័ន្ធទឹកឲ្យអស់ទៅបាទហើយបន្ទាប់ពីយើងដាក់ជន់វាឲ្យហាប់ទៅយើងចាប់ផ្ដើមធ្វើជាដីទៅយើងដាក់ឲ្យវាមានពំនូកហើយមានច្អោកែមដែលនៅក្នុងរង្វង់ដីបាទលើ1ម៉ែត្រជាងតិចទៅបាទ